ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះបានមកហូបអីហូបបាយដែរបងប្អូនខ្ញុំថ្ងៃហ្នឹងអត់បានដាំបាយទេបងប្អូនហើយព្រោះអីកូនគេកំងឆាមីហ៊ុនអញ្ចឹងបងប្អូនហើយបើនិយាយឆាមីហ៊ុនវិញបងប្អូនកូនខ្ញុំនិយាយថាគេចូលចិត្តណាស់បើនិយាយទិញនៅក្រៅបងប្អូនគេអត់ហូបទេហូបបានមួយម៉ាត់ពីរម៉ាត់អញ្ចឹងព្រោះអីមីហ៊ុនវាអត់ដូចយើងអញ្ចឹងបងប្អូនអត់ដូចខ្ញុំឆាអញ្ចឹងបងប្អូនបើសិនខ្ញុំឆានេះគេចូលចិត្តណាស់ម្ដងហូបពី3ចានទេបងប្អូនឥឡូវមកមើលការធ្វើរបស់គ្នាបងប្អូនដំបូងខ្ញុំមានមីហ៊ុនមួយខ្ចប់បងប្អូនហើយមីហ៊ុនហ្នឹងមានខ្ញុំប្រើម៉ាក់នេះបងប្អូនម៉ាក់ហ្នឹងឆ្ងាញ់អញ្ចឹងបងប្អូនហើយខ្ញុំយកមកត្រាំទឹកសិនបងប្អូនត្រាំទឹកហ្នឹងយើងមុននឹងត្រាំយើងដាក់លាងបាត់ទឹកសិនមកបងប្អូនព្រោះអីខ្ញុំខ្លាចមានដូចថាដីមានកម្ទេចអីចឹងបងប្អូនដល់ពេលអញ្ចឹងខ្ញុំលាងមកទឹកសិនលាងមកទឹកហើយបានខ្ញុំយកមកត្រាំប្រហែលជាកន្លះម៉ោងអញ្ចឹងបងប្អូនកន្លះម៉ោងដល់ហើយត្រាំហើយអញ្ចឹងទៅខ្ញុំក៏ទៅចិត្តបន្លែចិត្តអីសិនអញ្ចឹងបងប្អូនបន្លែដូចជាខ្ទឹមដូចជាអីចឹងហ្នឹងហើយឥឡូវត្រាំហើយរយៈពេលកន្លះម៉ោងហ្នឹងខ្ញុំយកចេញមកវិញហើយបងប្អូនដែលថាយើងត្រាំវារីកហើយអញ្ចឹងបងប្អូនឥឡូវមកមើលគ្រឿងរបស់គ្នាបងប្អូនមានដូចជាមីហ៊ុនដែលយើងត្រាំបាញ់ហ្នឹងបងប្អូនហើយជាមួយនឹងស្ពៃក្តោបខ្ទឹមក្រហមជាមួយនឹងស្ពៃឆ្កឹះហើយនឹងបង្គាបន្តិចបងប្អូនហើយនេះខ្ញុំថ្ងៃហ្នឹងខ្ញុំដាក់បន្ថែមជាមួយនឹងស្លឹកត្រចៀកក្តៅបងប្អូនហើយនេះខ្ញុំដាក់ពងមាន់ចំនួន5គ្រាប់ដែរបងប្អូនដំបូងខ្ញុំយកពងមាន់ហ្នឹងយកមកដាក់អំបិលបន្តិចបងប្អូនហើយយើងក្លុកឲ្យសព្វអញ្ចឹងមកបន្ទាប់មកខ្ទះក្តៅហើយបងប្អូនដាក់ជាមួយនឹងប្រេងឆាមកបងប្អូនរួចហើយក៏ដាក់ពងមាន់ដែលខ្ញុំក្លុកមិញហ្នឹងបងប្អូនយកមកចៀនដែលថាយើងចៀនកុំនេះពេកចឹងបងប្អូនចៀនដែលថាយើងកោឲ្យម្ដុំចឹងបងប្អូនចៀនចឹងមកបន្ទាប់មកខ្ញុំកាត់ចឹងមកបងប្អូនឲ្យវាខ្ទេចជាដុំចឹងបងប្អូនទឹកជាដុំចឹងហើយអាហ្នឹងរៀបហើយបានខ្ញុំយកមកដាក់រោយជាមួយនឹងមីហ៊ុនយើងរៀបឆាហើយចឹងបងប្អូនឥឡូវពងមាន់ក៏ឆារួចហើយដែរបងប្អូនខ្ញុំយកដួសដាក់ចានមកដាក់ចានឲ្យឡៃសិនព្រោះអីមិនទាន់ត្រូវការប្រើឥឡូវទេបងប្អូនរៀបហើយរៀបឆ្អិនហើយបានដាក់អញ្ចឹងបងប្អូនដាក់ពីលើមីហ៊ុនណោះឥឡូវដាក់ប្រេងឆាតិចទៀតមកបងប្អូនហើយខ្ញុំដាក់ជាមួយនឹងខ្ទឹមក្រហមយើងកូរឲ្យឈ្ងុយបងប្អូនហើយដាក់កាន់តែច្រើនកាន់តែឈ្ងុយចឹងបងប្អូនព្រោះខ្ញុំអត់បានប្រើខ្ទឹមសទេប្រើខ្ទឹមក្រហមឈ្ងុយជាងអញ្ចឹងបងប្អូនបន្ទាប់មកខ្ញុំដាក់ជាមួយនឹងបង្គាខ្ញុំដាក់មិនដាក់ច្រើនទេបងប្អូនបង្គានៅសល់តែប៉ុណ្ណឹងអញ្ចឹងបងប្អូនអ្វីអញ្ចឹងខ្ញុំដាក់តែប៉ុណ្ណឹងអញ្ចឹងណាបងប្អូនបង្គាហ្នឹងខ្ញុំឆាពាក់កណ្ដាលឆ្អិនបងប្អូនបន្ទាប់មកខ្ញុំដាក់ជាមួយនឹងស្ពៃក្តៅបងប្អូនស្ពៃក្តៅដាក់ហើយយើងឆាឲ្យស្លោកតិចមកឲ្យស្គមតិចមកបងប្អូនមកឆាឲ្យទន់តិចចឹងមកបងប្អូនឥឡូវរឿងស្លោកហើយខ្ញុំដាក់ជាមួយនឹងស្ពៃឆ្កឹះបងប្អូនដើមស្ពៃឆ្កឹះនេះវារឹងដល់ពេលអញ្ចឹងខ្ញុំដាក់ឆាសិនអញ្ចឹងបងប្អូនដាក់ឆាហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងស្លឹកម្ដងបងប្អូនព្រោះអីស្លឹកវាឆាប់ឲ្យលួយអញ្ចឹងបងប្អូនដាក់ជាមួយនឹងស្លឹកនឹងមកឆាច្របល់ចូលគ្នាហើយបានខ្ញុំដាក់ជាមួយនឹងស្លឹកជីកដោយើងមិញហ្នឹងបងប្អូនរដងខ្ញុំអត់ដាក់ស្លឹកជីកដោទេបងប្អូនព្រោះអីថ្ងៃហ្នឹងខ្ញុំសល់ចឹងទៅនៅសល់នៅទូទឹកកកសល់យ៉ាងនោះបានយកមកដាក់ចូលគ្នាហ្មងទៅបងប្អូនខ្ជិលទុកហ៎ឥឡូវដាក់ជាមួយនឹងប្រេងខ្យងហើយដាក់ជាមួយនឹងទឹកស៊ីអ៊ីវខាប់បងប្អូនទឹកស៊ីអ៊ីវខ្មៅហ្នឹងខ្ញុំដាក់ឲ្យរឿងខ្មៅនិយាយទៅដាក់រឿងខ្មៅទេបងប្អូនបន្ទាប់មកដាក់ជាមួយនឹងម្សៅរ៉ូឌីឆាច្របល់ចូលគ្នាហើយខ្ញុំដាក់បន្ថែមទឹកបងប្អូននិយាយទៅដូចយើងឆាធម្មតាអញ្ចឹងបងប្អូនគាត់ថាយើងដាក់បន្ថែមឲ្យរឿងប្រៃជាងយើងឆាយើងហូបធម្មតាអញ្ចឹងបងប្អូនព្រោះយើងត្រូវឆាជាមួយនឹងមីទៀតអញ្ចឹងបងប្អូនហ្នឹងហើយទឹកស៊ីអ៊ីវខ្មៅហ្នឹងខ្ញុំដាក់រឿងខ្មៅជាងនឹងតិចអញ្ចឹងបងប្អូនមិញបន្ថែមតិចទៀតឥឡូវមីហ៊ុនហ្នឹងដាក់ចូលមកដាក់ចូលឆារួចហើយឆាត្រឡប់តតែថាឆ្អិនចូលគ្នាអញ្ចឹងបងប្អូនតតែវាល្មួតហើយនិយាយទៅមីហ៊ុនហ្នឹងបងប្អូនវាអត់ដាច់ដូចមីហ៊ុនផ្សេងម៉ាក់ផ្សេងទៀតទេបងប្អូនហើយរឿងស្វិតហើយក៏ឆ្ងាញ់ដែរបងប្អូនមីហ៊ុនម៉ាក់ហ្នឹងបន្ទាប់មកមីហ្នឹងយើងឆាឲ្យវាដាច់ទឹកបងប្អូនមកខ្ញុំដាក់បន្ថែមទឹកហ្នឹងដូចថាពេលរៀបយើងឆាអញ្ចឹងទៅឲ្យវាទឹកជាមួយនឹងមីហ៊ុនហ្នឹងចូលគ្នាអញ្ចឹងបងប្អូនរួចក៏ដាក់រោយពងមាន់ដែលយើងចៀនមិញហ្នឹងបងប្អូនតែប៉ុណ្ណឹងរួចរាល់ហើយបងប្អូនអរគុណច្រើនសម្រាប់ការទស្សនា